ngàyนี้ទាំងខ្ញុំបានខបប្រហុកបងប្អូនទាំងអស់គ្នាមកមើលរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នានេះគ្រឿងក្រៅដែលខ្ញុំបានរៀបចំរួចជាស្រេចហើយខ្ញុំមានបន្លែមានត្រប់វែងត្រប់ស្រួយម្ទេសក្រហមហើយនឹងម្ទេសខៀវហើយមានត្រីជាមួយនឹងសាច់ជ្រូក3ជាន់ហាន់ហើយជាមួយនឹងប្រហុកដែលខ្ញុំរៀបចំរួចហើយដែរហើយនេះជាបន្លែម្លក់ចំពោះបន្លែអ្នកទាំងអស់គ្នាចូលចិត្តអីយើងដាក់ទៅតាមចំណង់ចំណូលចិត្តរបស់យើងណាហើយឥឡូវយើងមកបុកខ្ទឹមសជាមួយនឹងម្ទេសបុកឲ្យរៀងបែកបន្តិចហើយបើចូលចិត្តហឹរអាចបន្ថែមម្ទេសច្រើនជាងនឹងបានបន្ទាប់មកយើងដាក់ខ្ទះហើយចាក់ប្រេងម្លីងខ្ទឹមដែលយើងបានបុកមុនហ្នឹងខ្ញុំម្លីងវាឲ្យឡើងក្រហមឈ្ងុយបន្តិចសិនដល់ពេលខ្ទឹមយើងរៀងក្រហមហើយយើងនឹងមកចាក់គ្រឿងក្រៅដែលមានល្ខោចម្ដេងគល់ខើក៏ដូចជាល្មៀតហ្នឹងដាក់ដើម្បីឲ្យវាឃើញពណ៌បានស្អាតចឹងណាហើយខ្ញុំបន្តលីងគ្រឿងអស់ហ្នឹងឲ្យវាឈ្ងុយបន្តិចទៀតសិនបន្ទាប់មកទៅខ្ញុំចាក់សាច់ជ្រូកហើយយើងបន្តលីងសាច់ជ្រូកយើងឲ្យវាឡើងក្រៀមបន្តិចតែអាហ្នឹងយើងក្រៀមបន្តិចឆ្ងាញ់បន្ទាប់មកខ្ញុំដាក់ប្រហុកនេះខ្ញុំអត់បានជុំទេដោយសារប្រហុកវាហឹកសាច់ណាបន្ទាប់មកខ្ញុំដាក់ថៃចូលចាក់ទឹកចូលហើយយើងចាប់ផ្ដើមដាក់គ្រឿងបច្ចេកស្ករអំបិលបន្តិចបានហើយព្រោះដោយសារវាអាចនឹងចេញជាតិប្រៃចេញពីប្រហុកណាពេលដែលបង្ងាស់វាបានស្ទុះខ្ញុំចាប់ផ្ដើមចាក់បន្លែចូលម្ដងហើយខ្ញុំបង្ងាស់បន្លែហ្នឹងមកស្ទុះទៀតនេះអ្នកទាំងអស់គ្នាតែប៉ុណ្នេះរួចជាស្រេចតំណងដែរនេះធ្វើលើកទី1ហើយម្ហូបហ្នឹងខ្ញុំមើលតាម YouTube ដែរតែមានអីធ្វើលើកទី1តំណងដែរតាបាយបាយ